ធ្លាប់តែលើកឈ្មោះកីឡាប្រណាំងរថយន្ត Dakar Rally តែមានដឹងអត់ថាក្រុមប្រណាំងរថយន្តណាឈ្នះជើងឯកច្រើនជាងគេរាប់ចាប់តាំងពីឆ្នាំ1985ដល់ឆ្នាំ2026ការប្រណាំងរថយន្ត Dakar Rally មានអាយុ41ឆ្នាំហើយក៏បានហែលឆ្លងកាត់ការប្រកួតជាច្រើនលើកមានរឿងជាច្រើនរាប់មិនអស់និងមានក្រុមប្រណាំងរថយន្តជាច្រើនបានចូលរួមជាលទ្ធផលគិតមកទល់ពេលនេះមានតែក្រុមប្រណាំងរថយន្តរបស់ក្រុមហ៊ុន Mitsubishi មួយប៉ុណ្ណោះដែលបានឈ្នះជើងឯកក្នុងការប្រកួត Dakar Rally ច្រើនជាងគេបង្អស់ដែលបានឈ្នះជើងឯកចំនួន12លើកនៅក្នុងចន្លោះឆ្នាំ1985ដល់ឆ្នាំ2007ការគ្រប់គ្រងតំណែងជើងឯកដ៏លេចធ្លោរបស់ក្រុមប្រណាំងរថយន្តមួយនេះគឺសម្រេចបានតាមរយៈការប្រើប្រាស់រថយន្ត Mitsubishi Pajero Evolution ដែលល្បីល្បាញបំផុតនាពេលនោះប៉ុន្តែរឿងដែលគួរសោកស្ដាយគឺក្រុមហ៊ុន Mitsubishi លែងចូលរួមក្នុងការប្រកួតប្រជែងក្នុងនាមជាក្រុមប្រណាំងផ្លូវការរបស់រោងចក្រនៅក្នុងកម្រិតកម្ពុជានៃព្រឹត្តិការណ៍ Dakar Rally ទៀតហើយដែលក្នុងនោះក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយនេះបានប្រកាសដកក្រុមប្រណាំងរបស់ខ្លួនចេញពីការប្រកួតជាផ្លូវការនៅដើមឆ្នាំ2009ការចាក់ចែងនាពេលនោះគឺជាការឆ្លើយតបដោយផ្ទាល់ទៅនឹងការកាត់បន្ថយថវិការបស់ក្រុមហ៊ុនដែលបង្កឡើងដោយវិបត្តិសេដ្ឋកិច្ចសកលទោះបីជាយ៉ាងណាក៏ដោយម៉ាកសញ្ញាមួយនេះនៅតែជាតួអង្គសំខាន់ក្នុងការប្រណាំងរថយន្តបែបបុរាណទោះបីជាពួកគេមិនបានប្រកួតប្រជែងដណ្ដើមពានរង្វាន់ក្នុងការប្រកួតសម័យទំនើបក៏ដោយក៏មិនដែលរថយន្តចាស់ៗរបស់ Mitsubishi ទទួលបានប្រជាប្រិយភាពខ្លាំងក្នុងផ្នែកប្រណាំង Dakar Classic ជាមួយគ្នានេះក្រុមប្រណាំងឯកជនក៏បានយកឡើងម៉ូដែលដើមដូចជា Mitsubishi Pajero Evolution និង Montero យកមកប្រើប្រាស់យ៉ាងច្រើននៅក្នុងការប្រកួតកីឡាប្រណាំងរថយន្តបែបបុរាណជាក់ស្ដែងនៅក្នុងព្រឹត្តិការណ៍ Dakar Classic នាពេលថ្មីៗនេះក្រុមអ្នកប្រណាំងរថយន្តឯករាជ្យដូចជាក្រុម Bolide Racing Team បាននាំយករថយន្ត Classic Pajero ជាច្រើនគ្រឿងមកឈរក្នុងចំណាត់ថ្នាក់កម្ពុជាទាំង10បានយ៉ាងជោគជ័យជាចុងក្រោយប្រសិនបើបងប្អូនចង់ដឹងអ្វីបន្ថែមទៀតពីការប្រកួតប្រណាំងរថយន្ត Dakar Rally កុំភ្លេចខមមិននៅក្នុងវីដេអូនេះ